បុរសម្នាក់មានអារម្មណ៍ទាបក្រោយបែកងាយមូររំពេចតារាបាញ់រះឡើងលើមេឃបុរសរូបនេះបានជូនពរតារាបាញ់ប្រហារភ្លាមដោយសង្ឃឹមថាគាត់អាចឃើញអត្តសញ្ញាណពិតរបស់អ្នករត់គ្នាភ្លាមពេលបញ្ចប់ការប្រាថ្នាតារាបាញ់ធ្លាក់មករកគាត់ជាហេតុធ្វើឲ្យគាត់អាចមើលព័ត៌មានអត្តសញ្ញាណមនុស្សបានថ្ងៃមួយបុរសនោះជាអ្នកលក់សម្បត្តិឡានក្រុងរំលឹកគាត់ថាគាត់នឹងដឹងព័ត៌មានពិតបន្ទាប់ពីគាត់បានដឹងអ្នកលក់សម្បត្តិភ្ញាក់ផ្អើលជាខ្លាំងពេលឮអ្នកបើកឡានសួរថាឃើញអត្តសញ្ញាណទេទើបធ្វើឲ្យផ្អើលអ្នកបើកឡានខ្លាចជាឃាតករលឺបែបនេះអ្នកបើកបោហ៊ាបនឹងដកអាវុធប៉ុន្តែគ្មានអ្នកណាជឿសម្ដីបុរសនោះទេផ្ទុយទៅលិននាំគ្នាសើចចំអកឲ្យបុរសនោះហើយបុរសនោះមិនអើពើគាត់បានរត់ទៅគោះទៅវាចុះពីលើឡានក្រុងអ្នកលក់សម្បត្តិបានព្យាយាមឃាត់អ្នកបើកបររថយន្តឲ្យស្ងប់អ្នកខ្លះទៀតហៅប៉ូលីសមកសួរប៉ូលីសឲ្យចាប់ខ្លួនបុរសនោះបានប្រាប់ប៉ូលីសពីស្ថានភាពពិតប៉ូលីសក៏មិនជឿដែរប៉ុន្តែស្ត្រីម្នាក់ជឿពាក្យដែលនាងចុះពីឡានក្រុងជាមួយបុរសនោះខណៈពេលដែលអ្នកដំណើរបន្តសើចចំអកឲ្យគាត់ខណៈដែលអ្នកបើកបរកំពុងរៀបចំផែនការដោយសម្ងាត់ដែលគាត់បានបើកឡានក្រុងទ្រាំទៅឡានដឹកប្រេងលើកនេះនារីដែលចុះពីឡានជាមួយបុរសនោះមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញដំណឹងនេះនាងដឹងគុណបុរសជាខ្លាំងដែលចុះពីឡានក្រុងទើបនាងអញ្ជើញបុរសនោះទៅភោជនីយដ្ឋានហូបបាយស្រាប់តែអតីតមិត្តស្រីរបស់បុរសនោះក៏មកញ៉ាំអាហារហើយនាងបង្ហាញបុរសជាសង្សារដែលទើបនឹងស្គាល់គ្នាជាសេដ្ឋីប៉ុន្តែពេលបុរសនោះឃើញមិត្តប្រុសក៏ដឹងថាជាឃាតករដែរ